ក្លឹបការខិនมันអាចមានរោគផលិតកីឡាករតួឯងមិនទាន់បានគូឯងមិនទាន់បានដោយសារតែអត់កើមិនទាន់បានដោយសារតែកីឡាករ 100% នៅក្នុងក្លឹបបដាខ្លាខិនគឺសិតតែកើតជំងឺតួឯងទាំងអស់ឡុងចិននៅពេលដែលគាត់ចាប់ផ្ដើមវាយខ្លាំងគាត់ឈប់វាយគាត់ជឿពាក្យញុះញង់គេថាឈប់វាយទៅតែកាលណាឈប់វាយក្លឹបខ្លាខិនបិទហើយគាត់ឈប់វាយមួយឆ្នាំពីរឆ្នាំឡុងចិនមកក្រោយទៀតឡើងឡុងអាឆើតសេងថងបាទគីសេងថងឡើងគាត់រត់តាមគេបាត់បាទគាត់ជឿពាក្យញុះញង់គេថានៅក្លាខិនមិនបានក្របខ័ណ្ឌទេបាទទៅក្លឹបផ្សេងក៏បានក្របខ័ណ្ឌរត់ទៅបាត់ទៅបាទមកក្រោយទៀតឡុងអាឆើតឡើងគាត់អត់លែងស្ដាប់គាត់ដើរលេងស្ដាប់គាត់រហូតដល់គ្រោះថ្នាក់ចរាចរណ៍មកក្រោយទៀតឡុងពិសិដ្ឋបាទកំពុងឡើងរត់ទៅបាត់ទៀតទៅបាទអញ្ចឹងហើយទៅធ្វើឲ្យខ្លាខិនมันអាចផលិតតួឯកបានមកដល់ពេលនេះបាទมันអាចផលិតអាត់កើបានតែសង្ឃឹមថ្ងៃណាមួយខ្លាខិននឹងមានអាត់កើនៅក្នុងដៃដែរឲ្យតែយើងខំប្រឹងបាទ